តោះសួស្តីបងប្អូនឥឡូវនេះដល់ខែបាញ់បំពន់ស្រូវទៀតហើយណាបងប្អូនស្រូវនេះខ្ញុំមានរយៈពេលជាង2ខែទៅ2ខែ15ថ្ងៃបើសិនណាស្រូវយើងធម្មតាប៉ុណ្ណឹងវាអាចនឹងផើមចេញមួយនេះដោយសារស្រូវក្រមានទឹកអញ្ចឹងតែមកដាក់ជីបានខៀវអ្នកស្រូវចិត្ត3ខែហើយយើងដាក់ជីឥឡូវបានខៀវហើយនិយាយទៅដាក់ទឹកដាក់ជីនេះតែម្ដងគឺវាផើមបដ ாய் បងប្អូនវាមូលដើមផើមបដ ாய் អញ្ចឹងបើរឿងផលវាក៏មិនបានច្រើនដែរបងប្អូនដោយសារស្រូវយើងវាចាស់ខែអញ្ចឹងមានតាមដំណើរទៅព្រោះយើងបាញ់ថ្នាំពៅបាញ់ថ្នាំអីវាទៅបានប៉ុន្មានយកប៉ុណ្ណឹងទៅព្រោះដោយសារខ្សត់ទឹកមួយរយៈនេះអញ្ចឹងវីដេអូនេះអត់មានអីច្រើនទេបងប្អូនគ្រាន់តែថាអ្នកស្រែឆ្នាំនេះគឺយើងរៀងពិបាកបន្តិចហើយដោយសារទី1យូរបានទឹកតមកបានទឹកហ្នឹងបងប្អូនអើយស្រូវចង់ងាប់អស់ហើយអានេះដាក់ជីបានមួយអាទិត្យពីរអាទិត្យបានខៀវចេះនេះដាក់អុយរ៉េសុទ្ធហ្នឹងបងប្អូនអត់មានដាក់លេជីអាមេរិកាំងអីទេណាយើងបាច់ជីសសុទ្ធដើម្បីឲ្យវាស្ទុះស្លឹកខៀវបើតាមធម្មតាយើងដាក់ទៅជីលាយដើម្បីឲ្យវាមានជីវជាតិគ្រប់គ្រាន់ពេលនេះអត់មានអីទេបងប្អូនអើយដាក់តាជីសសុទ្ធតែមិនឲ្យវាខៀវស្លឹកសិនឲ្យវាមានសន្ទុះសិនហើយសិតតែស្មៅសិតអីបងប្អូនស្មៅក៏មិនបានបាញ់អីក៏មិនបានបាញ់ដែរបានប៉ុណ្ណេះគិតថាគ្រាន់បើដោយសារវារៀងខៀវស្លឹកមើលទៅគួរសមដែរអញ្ចឹងប៉ុន្តែបើទិន្នផលវាមិនបានច្រើនទេបងប្អូនយ៉ាងច្រើនហ្នឹងមហត្តាបានតែមួយធុងពីរធុងហ្នឹងអស់ស្ទុះហើយបើយើងបានថែពេញកម្លាំងពីទូចមកវាបាន4-5ធុងអរគុណបងប្អូន